ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខានចេញវីដេអូវិញរៀងយូរដែរហើយបងប្អូនហើយដោយសារតែរវល់ពេកឥឡូវខ្ញុំផុសបានតែវីដេអូខ្លីតែថ្ងៃហ្នឹងខ្ញុំមកចេញវីដេអូវិញម្ដងដោយសារតែថ្ងៃហ្នឹងឃ្លានប្រហុកជូរចិញ្ច្រាំហើយយើងឆាជាមួយសាច់ជ្រូកបងប្អូនថ្ងៃហ្នឹងខ្ញុំមានប្រហុកជូរហើយប្រហុកជូរខ្ញុំធ្វើបានតែមួយកូនកលឹកទូចនឹងឯងដោយសារត្រីដាក់មកបានតិចតួចដែរហ៎ហើយប្រហុកជូរហ្នឹងគឺត្រីក្រាញ់ទៀតអញ្ចឹងហើយខ្ញុំច្រាំឲ្យម៉ត់ជាមួយនឹងសាច់ជ្រូកយើងហ្នឹងក៏ច្រាំម៉ត់ដែរហើយគ្រឿងផ្សំរបស់យើងគឺមានតែប៉ុណ្្នឹងមុខឯណាបងប្អូនមានម្ទេសដៃនាងម្ទេសធំខ្ទឹមសខ្ទឹមក្រហមអីហ្នឹងឯងហើយក៏មានពេញប៉ោះឈើរីដែរដោយសារតែខ្ញុំខ្លាចថាប្រហុកនឹងអត់សូវជូរអញ្ចឹងទៅខ្ញុំបន្ថែមពេញប៉ោះអញ្ចឹងណាហើយក៏បានពណ៌ស្អាតដែរដោយសារយើងដាក់ពេញប៉ោះទៅវាឡើងពណ៌ក្រហមស្អាតណាហើយបន្ទាប់ពីខ្លាញ់ក្តៅហើយខ្ញុំចាក់ខ្ទឹមចូលខ្ទឹមសយើងកំពុងរៀងឈ្ងុយតិចមកខ្ញុំក៏មកបន្ថែមខ្ទឹមក្រហមយើងនឹងឲ្យរៀងឈ្ងុយដែរមកបងប្អូនរបៀបធ្វើគឺអត់ដូចគ្នាទេបងប្អូនដោយសារតែបងប្អូនខ្លះក៏ធ្វើរបៀបផ្សេងហ្នឹងទៅតែបន្ថែមខ្ញុំវិញគឺធ្វើថារបៀបហ្នឹងទេហើយប្រហុកជូរឆាសាច់ជ្រូកនេះនិយាយរួមទៅគឺឆ្ងាញ់ដូចកាពិផាវអីចឹងបងប្អូននិយាយថាស្ករបន្លែស្ករអីវិញឆ្ងាញ់ជាងកាពិផាវកាពិអីទៀតហើយបងប្អូននិយាយមើលបានទីសាច់ធ្វើដោយសារតែប្រហុកជូរយើងយកមកឆាអត់ទៅប្រៃដូចប្រហុកបុកយើងទេបងប្អូនដោយសារប្រហុកជូរយើងអាចហែកញ៉ាំឆៅឬមួយក៏តបទៅស្លឹកជីគល់លក្រីច្បាច់ក្រូចឆ្ងាយមកគឺអូឆ្ងាញ់បងប្អូនណានិយាយថាក្លិនរសជាតិវិញបងប្អូនបាយក្តៅពីដូចចានអីនឹងទៅណាទៅណីទៅបងប្អូនណានិយាយសារតាំងកសិនថ្មីទៀតបានហូបគោកជាងអីម៉េចហ្នឹងហើយបន្ទាប់ពីយើងឆាសាច់ជ្រូកឆាអីរៀងក្រៀមអញ្ចឹងមកបងប្អូនយើងក៏គ្របខ្នំទុកទៅឲ្យរសជាតិវិញណាបើសម្រាប់ខ្ញុំចូលចិត្តរៀងផ្អែមបន្តិចដោយសាររៀងប្រហុកផ្អកអីហ្នឹងបើថាប្រៃពេកខ្ញុំអត់សូវប៉ុនទេខ្ញុំដាក់ស្កររៀងច្រើនតិចទៅណាហើយប៊ីចេងយើងតាមចំណង់ចំណូលចិត្តបងប្អូនខ្លះក៏អត់សូវចេះភាសាប៊ីចេងអញ្ចឹងទៅយើងក៏លួចតិចតួចជាមួយក៏ដាក់រ៉ូឌីអីហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំប្រហុកផ្អកគឺខ្ញុំអត់ដាក់ទេដោយសារតែរ៉ូឌីដាក់មកគឺដឹងថាប្រៃណាហ្នឹងហើយមកងាស់សាច់ជ្រូកហ្នឹងយើងក៏បន្ថែមទឹកបន្ថែមអីមកហើយម្ទេសយើងដាក់មកបងប្អូនហើយរបស់ក្នុងផ្ទះបាយណាបើថាអត់អីអត់សូវម៉ានទេតែបើថាអត់ម្ទេសនេះវិញម្ហូបដូចមិនដឹងរសជាតិទៅណាទៅណីទេបងប្អូនមកសម្រាប់អ្នកចូលចិត្តហើយចឹងគឺដឹងតាចូលចិត្តខ្លាំងហ្មងណារឿងម្ទេសរឿងអីហ្នឹងម្ហូបណាហើយត្រូវនឹងប្រហុកផ្អកអីហ្នឹងម្ទេសគឺលេខ1ហើយចោលអត់បានទេបងប្អូនហ្នឹងហើយខ្ញុំមកងាស់ឲ្យរៀងក្រៀមមកល្មមឡើងអញ្ចឹងបងប្អូនទៅតបមួយបាយឆ្ងាញ់ណាស់បងប្អូនហើយអត់មានបន្លែក៏ឆ្ងាញ់ដែរតែនេះគឺបន្លែខ្ញុំពេលល្ងាចហើយខ្ញុំអត់មានអីច្រើនទេមានតែកញ្ចូលភ្នំហើយនឹងត្រប់ពុតញងហើយនឹងការ៉ុតបងប្អូនមានតែប្រហែលមុខហ្នឹងឯណាហើយមកបងប្អូនហើយជុំគ្នាមួយខ្ញុំមកពេលអីម្ហូបមួយហ្នឹងគឺពិសេសណា